cha xôm chấm rịp xu lúc kêu nẹt kêu cha mệt đạp bày đá đang nạp chữ bà thơ thành óนี่ខ្ញុំឈ្មោះមេហោះចន្ទ្រាជាគ្រូបង្រៀនមត្តេយ្យសិក្សាកម្រិតទាបចាថ្ងៃនេះផងដែរនេះខ្ញុំក៏បានចូលខ្លួនមកនិយាយបកស្រាយអំពីមេរៀននិងមុខវិជ្ជាចិត្តចលភាពផងដែរចាតើមុខវិជ្ជាចិត្តចលភាពគឺជាមុខវិជ្ជាមួយចាដែលពិតជាមានសារៈសំខាន់ណាស់កាលណាយើងនិយាយដល់មុខវិជ្ជាចិត្តចលភាពគឺគេគិតទៅដល់ចលករតូចក៏ដូចជាចលករធំផងដែរការអភិវឌ្ឍចានិងការហាត់ប្រាណប្រចាំថ្ងៃផងដែរចាសកម្មភាពចិត្តចលភាពរបស់យើងក៏មាន5ផងដែរចាទី1នោះគឺមានល្បែងចលនាចរន្តចលនាមូលដ្ឋានហាត់ប្រាណតាមរឿងនិទានចានិងហាត់ប្រាណតាមបទចម្រៀងឬហាត់ប្រាណតាមភ្លេងចាចំពោះនាងខ្ញុំផ្ទាល់មុខវិជ្ជាចិត្តចលភាពគឺមុខវិជ្ជាមួយចាដែលបានផ្ដល់សារៈសំខាន់ជាច្រើនទៅដល់កុមារតូចបើយើងនិយាយទៅដល់ចិត្តចលភាពគឺប្រកាសជានិយាយទៅដល់ចាបំណិនចលករតូចក៏ដូចជាបំណិនចលករធំការអភិវឌ្ឍនិងការបំរែបំរួលផងដែរចាបំណិនចលករតូចគឺយើងចង់សម្ដៅទៅលើការប្រើសាច់ដុំតូចដូចជាប្រើម្រាមដៃប្រើម្រាមជើងប្រើជើងជាដើមចាអញ្ចឹងបំណិនចលករតូចនេះគឺយើងអាចប្រើប្រាស់សម្រាប់ដូចជាការគូសការសរសេរតែបើនិយាយទៅដល់ចលករធំបំណិននៃចលករធំគឺពាក់ព័ន្ធទៅនឹងចលនានៃរាងកាយទាំងមូលរបស់យើងគឺសាច់ដុំតូចនិងសាច់ដុំធំចាដែលមានដូចជាការរត់ការដើរការលោតការលូនការតោងឈុំជាដើមបំណិនចលករធំក៏មានបំណិនសម្រាប់សម្រួលដៃផងដែរដូចជាការលេងបាល់ទះចាលេងបាល់បោះការហែលទឹកជាដើមបំណិនទាំងអស់នេះគឺវាតកតងជាមួយនឹងចលនាដៃដូចដែលនាងខ្ញុំបានរៀបរាប់ខាងលើអំបញ្ញមិញនេះអញ្ចឹងចាសម្រាប់មុខវិជ្ជាចិត្តចលភាពនេះផងដែរនាងខ្ញុំក៏សង្កេតឃើញថាមានបេដាបៃតាមួយចំនួនដែលគាត់មិនទាន់យល់ថាមុខវិជ្ជានេះគឺមានសារៈសំខាន់យ៉ាងណាតែតាមការពិតនោះគឺមុខវិជ្ជាចិត្តចលភាពពេលដែលបងឃើញលោកគ្រូអ្នកគ្រូចានាំកូនលេងបោះបាល់ចូលកន្ត្រកលូនតោងទាញចាអញ្ចឹងនេះគឺសិតតែជាការអភិវឌ្ឍលើរាងកាយរបស់កុមារទាំងអស់មិនថាអភិវឌ្ឍចលករតូចក៏ដូចជាចលករធំដែលនាងខ្ញុំរៀបរាប់អំបញ្ញមិញនេះចាអញ្ចឹងការរៀននៅមុខវិជ្ជាចិត្តចលភាពគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់កុមារអនុវត្តចាប់ពីកុមារអាយុ3ឆ្នាំទៅចាសម្រាប់អភិវឌ្ឍរាងកាយរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើងលូតលាស់និងមានភាពរឹងមាំផងដែរចាសូមជម្រាបជូនមេដាបៃតាផងដែរថាសម្រាប់ម៉ោងសិក្សានៅក្នុងមត្តេយ្យសិក្សាក្នុងមួយម៉ោងសិក្សាគឺយើងមានរយៈពេល30នាទីតែប៉ុណ្ណោះហើយសម្រាប់មុខវិជ្ជាចិត្តចលភាពគឺយើងរៀន6ម៉ោងក្នុងមួយសប្តាហ៍ចាក៏ប៉ុន្តែសម្រាប់រូបនាងខ្ញុំផ្ទាល់គឺនាងខ្ញុំមិនផ្ដោតទៅលើការរៀនតែ6ម៉ោងទេគឺនាងខ្ញុំអាចច្បិចម៉ោងសិក្សាគឺនៅម៉ោងចេញលេងឬចុងម៉ោងចាសម្រាប់នាំពួកគាត់ហាត់ចិត្តចលភាពដូចជាការលោតជើងមួយចាការទាញព្រ័ត្រការលេងលាក់កន្សែងនេះក៏សិតតែជាការអភិវឌ្ឍផងដែរចាការអភិវឌ្ឍទៅលើចលករធំក៏ដូចចលករតូចចាអញ្ចឹងនាងខ្ញុំតែងតែឆ្លៀតពេលដើម្បីច្បិចចាដើម្បីច្បិចយកនៅសកម្មភាពតិចដាក់ជូនពួកគាត់ទាំងអស់គ្នាដើម្បីអភិវឌ្ឍផងដែរចា